កំពុងតែរកទិញផ្ទះក្នុងក្តីសម័យមែនអត់អញ្ចឹងខ្ញុំសូមមកប្រាប់ពី3ចំណុចសំខាន់ដែលបងប្អូនមិនគួរមើលរំលងចំណុចសំខាន់ទី1បរិយាកាសរស់នៅជុំវិញគួរតែបែបនេះផ្ទះស្អាតដឹងតែសំខាន់ហើយតែអ្វីដែលកាន់តែសំខាន់នោះគឺអ្នកជិតខាងល្អមិនអ៊ូអរពេកហើយសុទ្ធតែអ្នករស់នៅមានរបៀបនិងថ្លៃថ្នូរផ្ទះនេះមានឈ្មោះថា Villa Sunflower ដែលជាប្រភេទ Villa ភ្លោះដែលមាននៅក្នុងគម្រោង Orchidee ដពូចិនតុងបន្ទប់ទទួលភ្ញៀវមានរចនាបថបែបប្លង់បាតបើកចំហដោយមានកន្លែងអង្គុយលេងធំទូលាយតែក៏មិនដាច់ដោយឡែកពេកពីកន្លែងញ៉ាំអាហារនិងផ្ទះបាយខ្ញុំផ្ទាល់ស្រឡាញ់ការរៀបចំបែបនេះតែម្ដងព្រោះធ្វើឲ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពកក់ក្ដៅក្នុងគ្រួសាររបៀបថាអត់តែឯងអញ្ចឹងដីនៅសល់ខាងក្រោយយើងអាចឆ្នៃថែមជាផ្ទះបាយសើមមួយទៀតក៏បានឬអាចដាំដំណាំផ្សេងនៅដីសល់គៀនផ្ទះហ្នឹងក៏ស្អាតដែរហើយទីធ្លាខាងមុខផ្ទះធំទូលាយអាចចតឡានបានដល់2យើងមកមើលបន្ទប់មេគ្រួសារម្ដងអាចដាក់ក្រេខ្នាតធំហើយថែមសាឡុងខ្នាតធំដែរនៅតែមិនចង្អៀតមានមកអួយកញ្ចក់ពីពីដានដល់ឥដ្ឋនិងមានវ៉េរ៉ង់ដាផ្ទាល់ខ្លួនទៀតផងមានទាំងខ្យល់និងពន្លឺធម្មជាតិបោះមែនទែនមើលទៅបរិយាកាសខាងក្រៅឡើងស្រស់ស្រាយហ្មងហើយខ្ញុំភ្លេចឲ្យបងប្អូនមើលគេមាន walk-in closet ឡើងធំទៀតណាចំណុចសំខាន់ទី2ទីតាំងល្អដែលនៅលើផ្លូវ 105K ភ្ជាប់ទៅនឹងផ្លូវសហព័ន្ធរុស្ស៊ីក្បែរនឹងពលានយន្តហោះចាស់អញ្ចឹងទោះអ៊ូអរមែនតែក៏មិនចង្អៀតដល់ស្ទះផ្លូវពេកដូចមុនដែរស្រួលរស់នៅជាងមុនហើយឮថារាជរដ្ឋាភិបាលយើងក៏កំពុងនឹងមានគម្រោងកែច្នៃពលានចាស់ឲ្យក្លាយទៅជាសួនច្បារសាធារណៈយ៉ាងធំនៅគៀកនឹងបរិយានេះតែម្ដងនៅជុំវិញមានផ្សារទំនើបនិងផ្សារបន្លែផ្សេងជាច្រើនទៀតដែលបន្ថែមភាពងាយស្រួលប្រចាំថ្ងៃចំណុចសំខាន់ទី3តម្លៃនិងទំនុកចិត្តដោយតែបងប្អូនបានដឹងស្រាប់ហើយថាម្ចាស់គម្រោងធំគាត់មានបទពិសោធន៍យូរឆ្នាំនៅកម្ពុជាយើងស្រាប់ហើយពីមួយគម្រោងទៅមួយគម្រោងគឺមួយច្បាស់ហ្មងខាងបរិយាឥឡូវកំពុងមាន promotion ទៅលើការបង់ប្រាក់ឥតការប្រាក់ដល់ទៅ36ខែនិងអាចធ្វើការខ្ចីជាមួយដៃគូធនាគារសហការដែលមានអត្រាការប្រាក់ទាបត្រឹមតែ 6.2% ក្នុងមួយឆ្នាំសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទនេះនិង Facebook page នេះបានអរគុណចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ